នេះ add រូបភាពទៅបាទអញ្ចឹងគឺថាចង់បានរូបភាពមួយណាបន្លាច់ទៅលើរូបភាពនេះទៅចូលមកអញ្ចឹងរូបភាពហ្នឹងអ្នកនរគ្នាអាចបរិយារូបវាបានអញ្ចឹងរូបភាពហ្នឹងអ្នកនរគ្នាអាច edit ពណ៌ edit អីរបស់វាផ្សេងៗបានណាបាទអញ្ចឹងយើងអាចទៅលើគេ format បាទអញ្ចឹងនេះក្នុងហ្នឹងវាមាន step effect របស់វា step effect អ្នកនរគ្នាសេរីសាកមើលទៅទៅទិញមកបាទនេះតមកទៅវិញទៅសាក shadow បាទដាក់ទិញមកចេះលើចេះទៅ no shadow នេះ no shadow បានអត់ទិញមកនេះបាទនេះចាក់តងជាមួយនឹងពន្លឺរបស់វា bright ដល់គេដាក់ទៅទៅអានេះអូខ្សែទៅបានថែមពន្លឺទៅបាទបាទអរណាបាទវា edit បានដូចគ្នាប៉ុន្តែវា edit វាអត់ទៅស្អាតដូច Photoshop ទេ Photoshop ជាយើងថតអត់ទៅច្បាស់អីតែគឺច្បាស់បានបាទណាអូខេអញ្ចឹងរូបភាពហ្នឹងវានៅចំណុចសំខាន់មួយទៀតនៅក្នុង format គឺវាមាន text បាទវាមាន wrap text ណា wrap text ហ្នឹងបើសិនណាជាអ្នកនរគ្នាយក inline បានថាវាជាប់ជាមួយនឹងអក្សរតែម្ដងមិនថាអក្សររបស់យើងគឺថាវានិយាយទៅទៅទៅវានៅក្នុងជួបជាមួយនឹងអក្សរអាហ្នឹងហៅ inline បាទហើយមួយទៀតបើសិនណាជាអ្នកនរគ្នាចុចទៅលើ format ហ្នឹងអ្នកនរគ្នាចុចទៅលើ text នេះបើអ្នកនរគ្នាយក share បាទបានថាយើងយកឲ្យអក្សរហ្នឹងនៅលើ high ក៏ដូចគ្នាដែរគ្រូបាទប៉ុន្តែជាទូទៅគេនិយមប្រើទៅលើ behind text and front of text បាទ in front of text បានថាធ្វើឲ្យរូបភាពហ្នឹងនៅពីលើអក្សរចុចទៅលើវាទៅពេលនោះយើងទីទៅវាបាំងអក្សរបាត់បាទតែបើសិនណាជាយក behind text វិញគឺរូបភាពហ្នឹងនៅពីក្រោយអក្សរចានេះអ្នកនរគ្នាប្រហែលជាឧស្សាហ៍ឃើញនៅក្នុងបាទអត្ថបទតែឬក៏ទស្សនាវដ្តីបាទជួនកាលគេដាក់រូបតួប៉ុណ្ណាមួយចឹងទៅដែលគាត់ចង់និយាយពីរបស់អ្នកហ្នឹងគេយករូបហ្នឹងរបស់គាត់ហ្នឹងដាក់នៅខាងក្រៅអក្សរហើយគេស្រេនេះគេដាក់ឲ្យវាព្រាលចឹងទៅដើម្បីឲ្យលើកអក្សរព្រាលទេប៉ុន្តែអក្សរនេះឃើញច្បាស់ឃើញណាអញ្ចឹងធ្វើឲ្យយើងអានទៅមើលឃើញអក្សរអាចមើលឃើញរូបរបស់គាត់បាទជាពិសេសសភៅចម្រៀងក៏អញ្ចឹងដែរអាសភៅចម្រៀងគឺទូចណាយើងឃើញបើមកឃើញឃើញរូបអ្នកចម្រៀងទៅពីខាងក្រោយហើយបាទអក្សរនៅតែពីលើហើយជួនកាលទៀតគេដាក់អីគេអត្ថបទខ្លះគឺគេនិយាយចំណងជើងអញ្ចឹងទៅបទចម្រៀងអីអញ្ចឹងទៅបាទអញ្ចឹងគេថាពួកអក្សរឆ្លាត